ពិធីករកម្មវិធីទូរទស្សន៍ផ្នែកអក្រិតកម្មម្នាក់នេះពិតជាចង់បានអ្នកទស្សនាច្រើនខ្លាំងមែនទែនគាត់ចង់បានអ្នកទស្សនារហូតដល់ថ្នាក់ហ៊ានជួលគេឲ្យសម្លាប់មនុស្សដើម្បីឲ្យគាត់អាចទៅយកព័ត៌មានមកផ្សាយនៅក្នុងកម្មវិធីរបស់គាត់បរិសម្នាក់នេះមានឈ្មោះថាវ៉ាឡេសហើយសាច់រឿងហ្នឹងគឺចាប់ផ្ដើមនៅពេលដែលគាត់មានអាយុប្រហែលជា38ឆ្នាំវ៉ាឡេសគឺជាមនុស្សដែលមានប្រវត្តិគួរឲ្យចាប់អារម្មណ៍គួរសមគាត់គឺជាអតីតប៉ូលីសនៅក្នុងទីក្រុងមួយដែលមានអត្រាអក្រិតកម្មខ្ពស់បំផុតនៅក្នុងប្រទេសប្រេស៊ីលគាត់គឺជាប្រភេទមនុស្សដែលចូលចិត្តធ្វើឲ្យគេចាប់អារម្មណ៍ហើយនឹងចង់បានអំណាចអំពីភាពល្បីល្បាញថ្ងៃមួយនៅក្នុងឆ្នាំ1996គាត់ក៏បានបែកគំនិតចង់បង្កើតកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថាCanal Libera សម្រាប់ផ្សាយនៅក្នុងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកកម្មវិធីនេះគឺមានលក្ខណៈខុសខើដែលវាគឺធ្វើសេចក្តីរាយការណ៍អំពីបទអក្រិតកម្មផ្សេងៗដែលកើតឡើងនៅក្នុងទីក្រុងនេះរួមបញ្ចូលទាំងវីដេអូជាក់ស្ដែងនៃការចាប់ខ្លួនការបង្ក្រាបគ្រឿងញៀនធំៗនិងរូបភាពសាកសពអីជាដើមខណៈដែលវ៉ាឡេសគឺជាអ្នកអង្គុយនៅក្នុងស្ទូឌីយោដើម្បីអធិប្បាយរឿងទាំងអស់ហ្នឹងកម្មវិធីរបស់គាត់បង្កើតឡើងមិនយូរប៉ុន្មាននោះទេក៏បានផ្ទុះការគាំទ្រយ៉ាងខ្លាំងតាមពិតទៅមានមនុស្សច្រើនខ្លាំងមែនទែនដែលចូលចិត្តមើលវីដេអូអំពើហិង្សាហើយនិងបទអក្រិតទាំងអស់ហ្នឹងកម្មវិធីនេះល្បីខ្លាំងរហូតដល់ថ្នាក់ថាជួនកាលនៅពេលដែលមានការប្រកួតបាល់ទាត់នៅក្នុងតំបន់ត្រូវផ្សាយដំណើរគ្នាហ្នឹងគេសុខចិត្តឲ្យគាត់ផ្សាយមុនដោយសារតែបើសិនជាផ្សាយដំណើរគ្នាកម្មវិធីបាល់ទាត់គឺប្រកាសជាគ្មានអ្នកមើលនោះទេវាបានន័យថាកម្មវិធីរបស់គាត់ហ្នឹងគឺល្បីខ្លាំងជាងបាល់ទាត់ទៅទៀតក្នុងរយៈពេល2-3ឆ្នាំបន្ទាប់កម្មវិធីរបស់គាត់ក៏កាន់តែប្លែកពួកគេចាប់ផ្ដើមមានការប្រគំតន្ត្រីមានវគ្គដែលមនុស្សស្រីមករាំហើយនិងវគ្គសម្ដែងល្ខោននៃជាដើមប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអត្តសញ្ញាណជាកម្មវិធីអក្រិតកម្មហ្នឹងគឺនៅតែបន្តវ៉ាឡេគាត់បង្ការធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងមែនទែនគាត់ជាមួយនឹងក្រុមការងារបានតាមប៉ូលីសទៅកន្លែងកើតហេតុថតការបាញ់ប្រហារផ្ទាល់តែម្ដងជួនកាលពួកគេថតសាកសពជនរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណហើយយកមកផ្សាយក្នុងស្ទូឌីយោដែលមានអ្នកចូលរួមទស្សនាផ្ទាល់សកម្មភាពសាហាវៗទាំងអស់ហ្នឹងគឺត្រូវបានផ្សាយផ្ទាល់នៅចំពោះមុខទស្សនិកជនតែម្ដងវ៉ាឡេក្លាយទៅជាមនុស្សដែលល្បីខ្លាំងមែនទែននៅក្នុងប្រទេសរបស់គាត់នៅឆ្នាំ1998គាត់សម្រេចចិត្តប្រឡូកក្នុងវិស័យនយោបាយហើយដោយសារតែកេរ្តិ៍ឈ្មោះល្បីល្បាញរបស់គាត់ក៏បានជាប់ជាតំណាងរាស្ត្រប្រចាំរដ្ឋទោះបីជាមានតួនាទីក្នុងរដ្ឋាភិបាលក៏ដោយវ៉ាឡេគឺនៅតែបន្តធ្វើជាពិធីករនៅក្នុងកម្មវិធីរបស់គាត់ប៉ុន្តែឥឡូវហ្នឹងគាត់អត់មានពេលចុះទៅកន្លែងកើតហេតុផ្ទាល់ដូចមុនទៀតទេដូច្នេះហើយអ្នកយកព័ត៌មានកូនចៅរបស់គាត់ហ្នឹងគឺជាអ្នកដែលត្រូវធ្វើការជំនួសទោះបីជាកម្មវិធីទទួលបានការគ្រប់គ្រងបែបហ្នឹងក៏ដោយវ៉ាឡេគឺនៅតែមិនទាន់ស្កប់ស្កល់នោះទេគាត់ចង់បានអ្នកគ្រប់គ្រងបន្ថែមទៀតគាត់ជាមួយនឹងក្រុមការងារសង្កល់ឃើញថារាល់ពេលដែលពួកគេបង្ហាញរូបភាពសាហាវៗនៃសាកសពដែលទើបតែសម្លាប់ថ្មីហ្នឹងចំនួនអ្នកទស្សនាគឺពិតជាកើនឡើងខ្លាំងមែនទែនដូច្នេះវ៉ាឡេក៏ចាប់ផ្ដើមគិតថាធ្វើម៉េចទើបមានសាកសពច្រើនជាងនេះទៀតពេលហ្នឹងហើយដែលធ្វើឲ្យគាត់នឹកឃើញយុទ្ធសាស្ត្រមួយដ៏សាហាវឃោឃៅខ្លាំងមែនទែនគឺគាត់សម្រេចចិត្តរៀបចំផែនការសម្លាប់មនុស្សដោយខ្លួនឯងតាមវិធីនេះគាត់អាចទទួលបានព័ត៌មានអក្រិតកម្មដែលតាក់ទាញហើយទាន់ហេតុការណ៍អ្នកយកព័ត៌មានរបស់គាត់គឺតែងតែទៅដល់កន្លែងកើតហេតុមុនគេជានិច្ចគាត់ជួលឃាតករឲ្យទៅសម្លាប់មនុស្សដែលជាទូទៅគឺជាអ្នកជួញដូរគ្រឿងញៀនឬក៏ជាអក្រិតជនផ្សេងជាដើមបន្ទាប់មកគាត់ក៏ប្រាប់អ្នកយកព័ត៌មានរបស់គាត់ឲ្យទៅដល់កន្លែងកើតហេតុជាក់លាក់មុនពេលដែលប៉ូលីសទៅដល់វិធីសាស្ត្ររបស់គាត់នេះគឺពិតជាមានប្រសិទ្ធភាពខ្លាំងមែនទែនហើយទស្សនិកជនរបស់គាត់ក៏ចូលចិត្តមើលដូចគ្នាមានពេលមួយក្រុមរបស់គាត់បានទៅដល់កន្លែងកើតហេតុមុនប៉ូលីសហើយជនរងគ្រោះហ្នឹងគឺត្រូវបានស្លាប់ដោយសារតែភ្លើងឆេះពេលដែលប៉ូលីសទៅដល់សាកសពគឺនៅឆេះនៅឡើយមិនទាន់ឆេះអស់នោះទេពេលហ្នឹងសាកសពមើលអត់ទាន់យល់ផងប៉ុន្តែអ្នកយកសារព័ត៌មានរបស់វ៉ាឡេបែរជាដឹងថាជនរងគ្រោះហ្នឹងគឺមានភេទអ្វីហើយមិនត្រូវបានគេបាញ់សម្លាប់នោះទេគឺស្លាប់ដោយសារគេចាក់សាំងដុតប៉ូលីសក៏ចាប់ផ្ដើមមានការសង្ស័យថាហេតុអីបានជាក្រុមរបស់វ៉ាឡេហ្នឹងតែងតែទៅដល់កន្លែងមុនហើយដឹងរឿងគ្រប់យ៉ាងបែបនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្មវិធីរបស់គាត់គឺនៅតែល្បីហើយប៉ូលីសអត់ទាន់មានភស្តុតាងអីនោះទេរហូតដល់ឆ្នាំ2009អ្វីក៏ចាប់ផ្ដើមបែកធ្លាយបរិសម្នាក់មានឈ្មោះថាដូស្តាត្រូវបានប៉ូលីសចាប់ខ្លួនគាត់គឺជាអតីតប៉ូលីសយោធានិងជាកងអង្គរៈផ្ទាល់ខ្លួនរបស់វ៉ាឡេប៉ូលីសចោទប្រកាន់គាត់ពីបទឃាតកម្មចំនួន9ករណីឯណោះដូស្តាខ្លាចត្រូវគេសម្លាប់នៅក្នុងគុកព្រោះថាគាត់ធ្លាប់ជាប៉ូលីសដែលចាប់អក្រិតជនយកទៅដាក់ក្នុងគុកដូច្នេះហើយគាត់ក៏សារភាពគ្រប់យ៉ាងដើម្បីជាថ្នូរការពារជាមួយនឹងសុវត្ថិភាពរបស់គាត់ប្រាប់ប៉ូលីសថាចៅហ្វាយរបស់គាត់គឺជាវ៉ាឡេហើយការសម្លាប់មនុស្សទាំងប្រមាណហ្នឹងគឺសុទ្ធតែវ៉ាឡេអ្នកបញ្ជាទាំងអស់គាត់បញ្ជាក់ថាមូលហេតុដែលអ្នកកសែតរបស់វ៉ាឡេទៅដល់កន្លែងកើតហេតុមុនហ្នឹងគឺដោយសារតែវ៉ាឡេជាអ្នករៀបចំផែនការសម្លាប់មនុស្សដោយខ្លួនឯងនឹងឯងរឿងនេះបានក្លាយជាព័ត៌មានធំហើយវ៉ាឡេបានធ្វើសន្និសីទកសែតបញ្ជាក់ថាគាត់មិនពាក់ព័ន្ធអ្វីជាមួយនឹងដូស្តានោះទេប៉ុន្តែបញ្ហានោះគឺពួកគេមានរូបថតលេងទឹកជាមួយគ្នានៅក្នុងអាងទឹកសាធារណៈប៉ូលីសបានទៅឆែកឆេរផ្ទះរបស់វ៉ាឡេហើយរកឃើញបញ្ជីឈ្មោះមនុស្សមួយចំនួនដែលត្រូវបានគាត់សម្លាប់ពេលនោះវ៉ាឡេដឹងថាខ្លួនឯងមិនរួចខ្លួននោះទេក៏បានព្យាយាមរត់គេចប៉ុន្តែ4ថ្ងៃក្រោយមកប៉ូលីសក៏ចាប់ខ្លួនគាត់បានសម្រេចជាអ
កុសលគាត់មិនត្រូវបានគេកាត់ទោសនោះទេព្រោះថាគាត់បានស្លាប់នៅក្នុងពន្ធនាគារដោយសារតែជំងឺខ្សោយថ្លើមការស្លាប់របស់គាត់នឹងគឺមុនពេលដែលសវនាការចាប់ផ្ដើមសូមអរគុណបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយៗទៀត